ba su đanh này đó mình khné dương cả su thật ta lùm hạt nắng kỹ thuật đừng đạch bà lùm hạt bây giờ nắng cứ dương miền chia lệ ở mang lệ bị bay hay là mang tôi hay chung cao lùm hạt khác thì ai miền lệ cho mà không có miền chỉ ABCD rồi mới có chỉ lệ tôi miền cũng cái chọn ở chân từ vì miền chỉ làm tầm rung bà chụp u merin cứ dương miền bị thi sát cha là con cá thưa lùm hạt này dương ai pra nơi numbering comment rồi có dương ai pra nơi multi level comment các bạn rồi mùi có những action này thua đợi đầy luôn anh các bạn đây và đây trong video nàyខ្ញុំសូមបង្ហាញវិធីងាយមួយតែប៉ុណ្ណោះគឺយើងមិនបាច់ចំណាយពេលច្រើនទេបាទចំណុចទី1ខ្ញុំចុច Ctrl S E ឬក៏ចុចត្រង់នេះក៏បានដែរដើម្បីដាក់ cursor ចំកណ្ដាលហើយ font អក្សរខ្មែរ S Moonlight ទំហំខ្ញុំដាក់14ចុច Enter ទៅហើយខ្ញុំវាយអក្សរបាទខ្ញុំដាក់ថាមុនចូលរៀនមហាវិទ្យាល័យដែលយើងគួរធ្វើអីខ្លះចុច Enter មកបន្ទាប់មកខ្ញុំចុច Ctrl L ដើម្បីឲ្យ cursor យើងមកឆ្វេងឬក៏ចុចត្រង់នេះក៏បានហើយខ្ញុំដាក់ទំហំអក្សររបស់ខ្ញុំ12ទេម៉ូដអក្សរគឺខ្ញុំយកដដែលបាទខ្មែរ OS Moonlight មិញបាទបន្ទាប់មកគឺខ្ញុំប្រើប្រាស់នៅ comment numbering បាទខ្ញុំអត់ប្រើប្រាស់ multi level list ទេខ្ញុំយកជាលេខរ៉ូម៉ាំងហើយខ្ញុំចាប់ផ្ដើមធ្វើការវាយអក្សរមកបាទខ្ញុំដាក់ទំហំអានេះតូចវិញ12បាទវាយចូលក៏បានចុចរឹតក៏បានដែរបាទខ្ញុំវាយមកចំណងជើងរបស់យើង enter វាយអក្សរ enter វាយអក្សរ enter អញ្ចឹងទៅបងប្អូនគ្នាស្រួលទេមិនពិបាកទេចង់បានដល់លេខប្រហែលអ្នកទាំងគ្នាវាយដល់លេខហ្នឹងទៅហើយនៅក្នុងចន្លោះលេខមួយនេះវាមានលេខ1 2 3ហើយមានលេខបន្តនៅផ្នែកក្នុងបាទអញ្ចឹងខ្ញុំដាក់ cursor នៅខាងនេះខ្ញុំចុច enter មកបន្ទាប់មកខ្ញុំបាញ់ tab នេះមកមុខដើម្បីឲ្យលេខនេះវារត់ទៅមុខដែរបាទខ្ញុំចុច tab នៅពេលចុច tab ទៅវាដូរទៅជាអក្សរ A បាទខ្ញុំចុចត្រង់នេះខ្ញុំបដូរទៅជា1 2 3ចេះទៅបាទខ្ញុំវាយអក្សរសុំទោសខ្ញុំដូរ font សិនដាក់ជាខ្មែរ OS ស៊ីមរៀបសិនខ្មែរ OS ស៊ីមរៀបទំហំ12បាទខ្ញុំវាយអក្សរទៅនេះវាយអក្សរហើយយើង enter វាយអក្សរហើយ enter វាយអក្សរ enter ចឹងទៅហើយបន្ទាប់មកនៅក្នុងចន្លោះលេខ1 2 3ហ្នឹងបើសិនយើងមានលេខទៅមុខទៀតយើងចុច tab ទៀតទៅដែរបើនៅចន្លោះលេខ1យើងដាក់ cursor នេះឥឡូវទីហត់ថាខ្ញុំយកកន្លែងលេខ5ចុះខ្ញុំចុច tab ទៅដើម្បីបាញ់អានេះមកមុខត្រង់នេះវាចេញលេខរ៉ូម៉ាំងតូចអញ្ចឹងខ្ញុំសន្មត់យកអាហ្នឹងទៅដូចលំហាត់របស់យើង enter ទៅខ្ញុំបាញ់ tab ទៅបាទចុច tab ទៅដើម្បីឲ្យវាលោតមកមុខចេះបន្តទៀតប៉ុន្តែខ្ញុំអត់យក1 2 3ទេព្រោះវាស្ទួនជាមួយនឹងនេះអញ្ចឹងនៅត្រង់នេះគឺខ្ញុំដូរវាទៅជា ABC អីទៅបាទហើយខ្ញុំវាយអក្សរទៅបាទយើងអាចដូរ font ខ្មែរ OS ស៊ីមរៀបមកទំហំ12បាទហើយយើងវាយអក្សរទៅវាយ enter វាយ enter ចឹងទៅហើយផ្នែកផ្សេងៗគឺយើងធ្វើដូចគ្នាដែរដាក់ cursor នឹងចុងហើយយើងចុច enter ហើយយើងចុចបាញ់ tab ទៅមុខហើយយើងដូរនៅប្រភេទលេខរៀងនៅកន្លែងនេះបាទ